សំណុំរឿងមេប៉ោះផ្ទុះអាវុធស្លាប់យុវជនម្នាក់មកខាងថាបាញ់មកខាងថារាលកៃលោកនាយមេប៉ោះនគរបាលរដ្ឋបាលឃុំពោអង្ក្រងត្រូវបានសាច់ញាតិក្រុមគ្រួសារយុវជនរងគ្រោះចោទថាយកកំភ្លើងបាញ់យុវជនម្នាក់ចំដើមទ្រូងបណ្ដាលឲ្យស្លាប់ពេលត្រឡប់មកពីទិញទឹកកកវិញទោះបីជាបែបណាសមត្ថកិច្ចឆ្លើយតបថាពេលដែលលោកនាយប៉ោះដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋានក៏បានជួបយុវជនរងគ្រោះដោយចាត់ទុកថាជាជនសង្ស័យក៏ហៅឲ្យឈប់ប៉ុន្តែជនរងគ្រោះមិនឈប់ក៏ជិះម៉ូតូបុកនាយប៉ោះដែលស្ទុះមកខាត់ប៉ះកំភ្លើងរាលកៃផ្ទុះមួយគ្រាប់បណ្ដាលឲ្យស្លាប់បាតុភិបនេះបានផ្ទុះឡើងពេញបណ្ដាញសង្គមដោយមានការចោទប្រកាន់ខ្លាំងៗលើនាយប៉ោះនគរបាលឃុំពោអង្ក្រងថាផ្ទុះកំភ្លើងអាការមួយគ្រាប់ចំជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុករណីខាងលើកើតឡើងកាលពីវេលាម៉ោងប្រមាណ10:10នាទីយប់ថ្ងៃទី3ខែតុលាឆ្នាំ2025កន្លងទៅ